បងក៏សល់ឈឺអីដោយសារតែម្សិលមិញហ្នឹងគាត់ត្រូវតែភ្លៀងឥឡូវប្រហែលជាផ្ដាសាយអីខ្ញុំចង់ដាក់ពាក្យលាឈប់បងដាក់ពាក្យឈប់ចាតាមពិតណាខ្ញុំនឹងទេវីអត់មានតកតងអីមួយគ្នាទេវីស្រឡាញ់បងចុំហើយថ្ងៃហ្នឹងស្ងាត់មែនបងស៊ីមបងក៏សោះទៅណាអត់ឃើញមកធ្វើការរហដងក៏មិនដែលមកយូរទេហើយណាមួយថ្ងៃហ្នឹងក៏មិនថ្ងៃដែលអូគាត់ដែរអូទេវីអត់អត់ដឹងទេមែនបងក៏សល់ឈឺអីដោយសារតែម្សិលមិញហ្នឹងគាត់ត្រូវតែភ្លៀងឥឡូវប្រហែលជាផ្ដាសាយអីអញ្ចឹងទៅគាត់សម្រាប់ពី3ថ្ងៃសិនហ្នឹងហើយគាត់ឈឺដល់ថ្នាក់ហ្នឹងមកខ្ញុំអត់ដឹងចឹងហើយបែរបានពួកបាយដឹងដោយសារព្រឹកមិញហ្នឹងអត់ឃើញគាត់មកធ្វើការហើយខ្ញុំខលទៅសួរទៅមិនដឹងហ្នឹងហើយគាត់អត់ចង់រំខានណាគេទេគាត់ទុកចិត្តនៅស្ងៀមមនុស្សនេះឈឺក៏មិនប្រាប់ណាគេទេសុខចិត្តឈឺតែឯងចឹងបងឃើញទេវីអេនេះបារម្ភពីបងក៏សោដល់ហើយបងជីវ័នបារម្ភជារឿងធម្មតាគាត់ក៏ជាប្រធានក្រុមហើយណាមួយក៏ជួយខ្ញុំច្រើនដែរហ្នឹងបងក៏សាមធ្វើការដែរហើយបងឯងស្រួលខ្លួនអីបត់អីទេបងញ៉ាំថ្នាំបន្តិចមុននឹងទៅរៀងធូរហើយអរគុណគ្រប់គ្នាដែលបារម្ភបាទនិយាយចឹងមុននឹងពួកយើងចាប់តាមការងារបងមានដំណឹងល្អមួយចង់ប្រាប់ណាដោយសារតែមួយរយៈនេះពួកយើងគឺដុតដៃដុតជើងប្រឹងតាក់ទងជាមួយនឹងការកែប្រព័ន្ធ app របស់យើងនិងដោះស្រាយបញ្ហាជាបន្តបន្ទាប់អញ្ចឹងមេក៏បានផ្ដល់តំណែងមកបងមុននឹងថាចាប់ពីសប្តាហ៍ក្រោយទៅគឺពួកយើងអាចផ្លាស់ប្ដូរទៅធ្វើការនៅ head office វិញបានទេណាពួក app របស់យើងឥឡូវនេះគឺភៀវក៏ពេញចិត្តច្រើនណាស់ហើយមេក៏គាត់សប្បាយចិត្តដែរសមិទ្ធផលលើកនេះមិនមែនជាស្នាដៃបងតែម្នាក់ឯងទេប៉ុន្តែវាគឺជាការខិតខំប្រឹងប្រែងរបស់ក្រុមយើងទាំងមូលតែម្ដងយេដល់ប៉ុណ្ណេះខ្ញុំបានទៅកន្លែងដើមវិញហើយទីបំផុតបានទៅអូហ្វីសធំវិញហើយក្តីសុខណាពួកយើងខំមកយូរដែរហើយទីបំផុតយើងទៅបានលទ្ធផលល្អមកវិញហ៎អញ្ចឹងល្ងាចហ្នឹងយើងផាត់ធីជុំគ្នាម្ដងហីមានអីល្អតាតែឥឡូវមកសឹកបងក៏សល់ខ្ញុំមានរឿងចង់និយាយមួយបែងតិចមានរឿងអីគេខ្ញុំចង់ដាក់ពាក្យលាឈប់បងដាក់ពាក្យឈប់ចាអូនឯងនិយាយលេងនិយាយមែនអូនឯងមានបញ្ហាអីមែនខ្ញុំអត់មានបញ្ហាអីទេបងគ្រាន់តែខ្ញុំទទួលបានអាហារូបករណ៍ទៅរៀននៅស្រុកគេបងហើយខ្ញុំចង់ឲ្យបងមើលឯកសារខ្ញុំឲ្យដោយសារអីខ្ញុំត្រូវចេញដំណើរទៅខែក្រោយហ្នឹងហើយបងល្អអញ្ចឹងអូនអបអរសាទរផងដែលណៃបានស្ដេចក្តីប្រាថ្នាហើយចុះណៃចង់ជប់សម្រាប់នៅពេលណាដែរខ្ញុំគិតថានឹងឈប់សម្រាប់នៅសប្តាហ៍ក្រោយហ្នឹងហើយបងដោយសារតែការងារខ្ញុំឥឡូវធ្វើអត់ទាន់ហើយដែរខ្ញុំចង់ទៅហើយការងារហើយនឹងទុកពេលវេលាឲ្យ HR គាត់រើអ្នកថ្មីមកជំនួសខ្ញុំមកបងល្អយ៉ាងណាបងជូនពរណៃជោគជ័យពេលទៅរៀននៅស្រុកក្រៅតែយ៉ាងណាកុំភ្លេចបងហើយនឹងក្រុមការងារយើងចាបងខ្ញុំអត់ភ្លេចទេដោយសារតែនៅកន្លែងនេះគឺផ្ដល់មេរៀនឲ្យខ្ញុំច្រើនមានទាំងរឿងសុបាយចិត្តពេលខ្លះក៏មានរឿងខកចិត្តដែរខកចិត្តអានេះខកចិត្តរឿងអីចាបងអត់មានអីទេហើយបាយមានអីចង់និយាយមួយខ្ញុំអត់បងអត់មានអីទេអូនឯងមានអីទេមែនចាបងអត់មានអីទេអញ្ចឹងខ្ញុំលាបាយទៅធ្វើការសិនណាចឹងអ្នកទាំងអស់គ្នាខ្ញុំលាអ្នកទាំងអស់គ្នាត្រឹមនឹងសិនណាបើមានឱកាសក្រោយចាំជួបគ្នាទៀតអូខេសុខសប្បាយអូនហើយកុំភ្លេចពួកបងទៅដល់ទីណាក៏ដោយកុំភ្លេចឆាក់ម្លេងបងផងណាហ្នឹងហើយទេវីអញ្ចឹងពេលហត់ទៅសុខស្រួលតាមផ្លូវហើយចេញទៅឯណាដែរចាបងខ្ញុំហត់តែអាទិត្យក្រោយហ្នឹងហើយខ្ញុំក៏ភ្លេចពួកបាយដែរចាំពេលខ្ញុំទៅណែខ្ញុំឆាក់ម្លេងបាយតាម Telegram ណាព្រោះឯងខ្ញុំអត់ដូរ Telegram ទេនៅដដែលហ្នឹងបងអូខេអូនហើយពួកបាយជួយតាណាខ្ញុំត្រឹមនឹងបានហើយបងខ្ញុំទៅខ្លួនឯងបានអូខេអូនតើសិនហើយបងអូខេអូនបាទ
បងកសលខ្ញុំមានរឿងមុនចង់និយាយមួយបងតិច តែបងថាបងដូចអត់មានរឿងអីនិយាយមកថែអីផងហ្នឹង តែវាជារឿងទេវីតាមពិតណាខ្ញុំនឹងទេវីអត់មានតាក់ទងអីមួយគ្នាហើយខ្ញុំក៏មានសង្សាររបស់ខ្ញុំដែរ ទេតែនិយាយចាំមកនេះថាម៉េចបោកប្រាស់ទេវីមិនមែនកន្លងមកនឹង តាមពិតរាល់ទង្វើកាយវិការដែលបងបានឃើញខ្ញុំនឹងទេវីស្និទ្ធស្នាលមួយគ្នាទៅណាមួយគ្នាហូបអីមួយគ្នាវាគ្រាន់តែជាការសម្ដែងដែលទេវីពឹងខ្ញុំជួយធ្វើទេ ទេតែចង់និយាយពីអីហ្នឹងបងអត់យល់ទេណា គឺថាទេវីចង់ដឹងថាបងចាប់អារម្មណ៍លើនាងអត់ស្រឡាញ់លើនាងអត់អញ្ចឹងនាងបានពឹងខ្ញុំឲ្យសម្ដែងតែការពិតណាទេវីស្រឡាញ់បងគឺស្រឡាញ់ចាប់តាំងពីពេលដែលបងបង្រៀនការងារនាងជួយការពារនាងនិងជួយសម្រួលការងារដល់ក្រុមការងារយើង ពិតមែនអត់ទេមិនអាចអីបងថាមិនអាចទៅរួចទេ អាចបងតែនាងសង្ឃឹមយូរពេកនាងគិតតែម្នាក់ឯងយូរពេកនាងគិតថាបងនឹងសារភាពប្រាប់នាងតែចុងក្រោយបងបែរជាគេចមុខពីនាងហើយមិនសួរហេតុផលពីនាងមិនសុំការបញ្យល់ពីនាងនាងបានត្រឹមការខកចិត្តហើយមុនទេវីចាក់ចេញទៅនាងក៏បានប្រាប់ខ្ញុំទៀតថាបើសិនបើមនុស្សម្នាក់មិនមានភាពក្លាហាននិយាយនឹងបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់មនុស្សដែលខ្លួនស្រឡាញ់ទេទោះនាងរងចាំយូរយ៉ាងណាក៏អត់ន័យដែរ បើចឹងមែនបងផែល្ងងណាថៃអើយបងមើលអត់ដឹងហើយបងគិតតែខ្លួនឯងកន្លងមកតាមពិតបងក៏មានអារម្មណ៍ល្អជាមួយគាត់ដែរតែបងឃើញគាត់ស្នាមមកថៃឯងបងគិតខ្លួនឯងបងតែបងអត់ដឹងអីទាំងសោះតែឥឡូវនេះបាត់បង់នាងទៅហើយហ្នឹងបងស្ដាយថៃអើយដែលបានប្រាប់ពីអារម្មណ៍របស់បងចំពោះនាងបងមិនគួរបដ ாய் បាត់បង់ឱកាសហ្នឹងសោះស្ដាយខ្លួនឯងដែលគិតវិញខៃលើនាងខុសហ្មង បងកុំស្អប់កុំខឹងខ្លួនឯងអីព្រោះថាមនុស្សម្នាក់គ្មាននរណាគេម្នាក់ដែលមិនធ្លាប់ខកខានឱកាសក្នុងជីវិតទេហើយលើកនេះក៏មិនមែនជាការបរាជ័យដែរគឺគ្រាន់តែជាបទពិសោធន៍មួយក្នុងជីវិតតែបងត្រូវចាំថាការបរាជ័យវាគឺជាមេរៀនមួយអញ្ចឹងសូមកុំឲ្យការបរាជ័យនេះវាកើតឡើងម្ដងហើយម្ដងទៀតហើយទេវីនាងចាក់ចេញទៅមិនមែនដោយសារនាងស្អប់បងទេតែនាងគ្រាន់តែអស់កម្លាំងក្នុងការរងចាំបងរងចាំនៅពាក្យដែលបងសារភាពទៅកាន់នាងហើយមុននាងឡើងទៅនាងក៏បានផ្ដាំពាក្យប្រមាថទៅកាន់បងដែរ នាងផ្ដាំថាម៉េចទេ នាងផ្ដាំថាបើសិនជាគូទោះយូរយ៉ាងណាក៏គង់តែជួបគ្នាដែរតែបើមិនមែនជាគូទោះខំយូរយ៉ាងណាក៏មិនអាចទៅរួចដែរហើយស្នេហាវាកើតឡើងដោយមនុស្សពីរនាក់បើខំតែម្នាក់ក៏វាមិនអាចទៅរួចដែរបងហើយនាងទៅតែ5ឆ្នាំទេបងហើយខ្សែជីវិតរបស់មនុស្សម្នាក់បូករួមទាំងរឿងស្នេហាក៏វាមិនទាន់ចប់ដែរតែបងត្រូវចាំថាកុំឲ្យភាពភ័យខ្លាចរបស់ខ្លួនធ្វើឲ្យបេះដូងរបស់ខ្លួនឈឺចាប់កុំឲ្យភាពភ័យខ្លាចរបស់ខ្លួនធ្វើឲ្យបាត់បង់នៅមនុស្សដែលខ្លួនស្រឡាញ់ណាបង ហើយ5ឆ្នាំតើបើជាគូគង់ទៅជួបវិញទៅ ហើយបង អត់អីទេយើងទៅវិញទៅឆាប់សម្រាប់រកកម្លាំងធ្វើការតែ